អ្នកដឹកជញ្ជូនបាទកុំច្រឡំថាម្ចាស់ខួបអ៊ំពូមីងថ្ងៃនេះមេខ្ញុំចេញដឹកជញ្ជូនខ្លួនឯងផ្ទាល់ហ្មងអ៊ំពូមីងតែកុំមើលដៃអ្នកដឹកជញ្ជូនស្វារហតនំខេកទេហ៊ានតែប្រហែសដឹកអត់តដល់កន្លែងផងដឹងតែអ្នកដឹកជញ្ជូននេះធ្វើខួបខ្លួនឯងឥឡូវហើយមើលតែកៅភ្នែកទៅដឹងហើយស្រឡឹងហតនំខេកនឹងទេហ៊ានតែប្រហែសគឺចប់បដោយហើយកុំមើលឈុតអ្នកដឹកជញ្ជូនណាញាក់សាច់លេងខ្លួនឡើងសាហាវធ្វើដូចខ្លួនឯងនឹងម្ចាស់ខួបចឹងអាអៀមឲ្យជាមួយនឹងនំនឹងពណ៌ឡើងស៊ីគ្នាទៀតអ្នកដឹកជញ្ជូនសម័យថ្មីបាទតតែលេងខ្លួនកលិបចឹងបានដឹកជញ្ជូនកើតព្រោះតែនំខេកស្អាតអ្នកដឹកជញ្ជូនត្រូវតែស្អាតដូចគ្នាលេងខ្លួនលំមិនកើតបើនំនេះស្អាតចឹងអីនេះស្អាតក៏ស្អាតខ្ជូតក៏ខ្ជូតលយកប់សេរីហ្មងឲ្យធំទៀតណានំនេះហើយនេះមេខ្ញុំនិយាយផងកាយវិការផងដឹងស្អីខ្លះទេអាឡើងពេញឡាននឹងតែម្ដងបើសិនជានិយាយរួចវិញមិនដឹងថានិយាយអីគេខ្លះទេសង្ស័យតែឲ្យយើងធ្វើការឲ្យលឿនហើយប្រយ័ត្នខូចនំភ្ញៀវហ៊ានតែខូចដឹងតែមេកាត់លុយខ្ទេចខ្ទីតែម្ដងមេចេញមកដឹកជញ្ជូនផ្ទាល់ចឹងព្រោះខ្លាចកូនចៅធ្វើការអត់ល្អព្រោះនំនេះធំដែរតែហ៊ានដឹកមិនប្រយ័ត្នគឺខូចសំបីតែលើកដាក់ចុះអីក៏ត្រូវតែប្រយ័ត្នដែរដោយសារនេះគឺជាខេកគ្រីមលាយជាមួយនឹងខេកស្ករតែបើមើលមកផ្លែតមកស្មានតែខេកស្ករសុទ្ធហើយព្រោះស្អាតក៏ស្អាតខ្ជូតក៏ខ្ជូតមើលមកគឺអត់ដឹងខេកគ្រីមសុទ្ធហ្មងហើយនេះជានំ CEO អូនតេងដាណាធ្វើឲ្យ baby ដាដានំនេះរៀងធំដែរមើលមករៀងទូចឯតែនៅក្រៅគឺធំនិយាយទៅមកល្មមកម្មវិធីលក្ខណៈគ្រួសារនៅផ្ទះបែបនេះគឺថាសមនៅក្រៅស្អាតមកជុំពេលបានចូលមកដល់ខាងក្នុងស៊ីជាមួយនឹង background និយាយពីថាស្អាតញាក់សាច់ហ្មង background ហើយនំនេះស៊ីគ្នាសាហាវហើយកន្លែងនេះមេអត់ដើរមកតាមទេណោះឈរមើលកូនចៅពីចង្ងាយឈរនឹងឈរទាំងឆ្ងល់មិនក៏យូរម៉ែក្របានទៅវិញម៉ែព្រោះមុខនឹងចង់ឲ្យយើងជូនដើរលេងទៀតហើយបន់ឲ្យតែយើងដាក់នំឲ្យភ្ញៀវហើយងាងបានចេញទៅតទៀតទេនិយាយទៅចេះណាស់ឲ្យតែថាដឹកនំឲ្យភ្ញៀវអត់ចេះញ៉ៃយើងទេអត់ចេះរោរឿងអត់ចេះអីសោះហ្មងទុកពេលវេលាឲ្យយើងធ្វើការព្រោះដឹងតែធ្វើការចប់ដឹងតែថាជូនដើរលេងហើយនិយាយទៅរាល់ថ្ងៃគុំតាវល់បើថាតនេគឺដឹងតែជូនកូនដើរលេងនេះដើរលេងនោះគឺថាអត់ឈប់អត់ឈរសោះហ្មងតាំងពីមានកូនអ៊ីសាបេឡាមកគឺថាគ្មានពេលវេលាសម្រាប់ខ្លួនឯងសោះតែម្ដងចប់ពីការងារគឺត្រូវតែជូនកូនដើរលេងទុកគ្នានៅតែផ្ទះពេកខ្លាចកូនធំឥឡូវកូនក្មេងហ្នឹងមិនមែនកូនង៉ែតដូចមុនណាកូនង៉ែតដូចមុនចេះតែនៅផ្ទះសង្ងំបានដល់ពេលខ្លាចជាកូនក្មេងចេះដឹងគ្រប់យ៉ាងបែបហ្នឹងគឺថានៅផ្ទះលេងជាប់យើងធំមានទូរស័ព្ទចុចដល់ពេលកូនក្មេងលេងទូរស័ព្ទមិនកើតអញ្ចឹងហើយកុំឲ្យកូនធុញអញ្ចឹងមានតែទ្រាំនាំមកដើរលេងខាងក្រៅកន្លែងណាថ្មីស្អាតស្អែតប្លែកអញ្ចឹងនិយាយពីថាសប្បាយចិត្តណាស់កៅភ្នែកនិយាយពីថាមើលគ្រប់យ៉ាងអត់ព្រិចទេមើលគេមើលឯងដោយក្តីសប្បាយរីករាយហើយនិយាយពីទឹកមុខនៅផ្ទះហើយនឹងដើរលេងគឺខុសគ្នាដាច់កុំឃើញកូនអត់ចេះនិយាយហើយទុកគ្នានៅតែផ្ទះពេលដែលបានចេញមកក្រៅអញ្ចឹងណាមើលឡាច់មើលកើតហើយមើលមកយើងហើយអញញឹមដាក់យើងអញញឹមដោយក្តីស្រឡាញ់អញញឹមដោយក្តីរីករាយនិយាយទៅទឹកមុខហ្នឹងគឺទឹកមុខដែលលក្ខណៈថាអរគុណប៉ាដែលបាននាំកូនចេញមកដើរលេងនៅខាងក្រៅព្រោះនៅពេលដែលយើងចិញ្ចឹមកូនយូរគឺយើងដឹងហើយថាកៅភ្នែកនៅពេលដែលកូនស្រឡឹងមកយើងហ្នឹងហើយអាញឹមដាក់យើងហ្នឹងចង់បញ្ជាក់អីប្រាប់ហើយនេះដើរលេងឡើងជ្រុលដល់ថ្នាក់អង្គុយចឹងដេកលក់សំខាន់ដេកចំអាម៉ោងដែលយើងត្រូវដល់ពេលញ៉ាំបាយនេះហើយដល់ពេលដេកលក់ចឹងហើយមានអីតែយើងត្រូវឈប់ញ៉ាំបាយអីcảមានតែទ្រាំអត់នឹងឯងបើដេកលក់ឡើងដាស់លេងចង់ភ្ញាក់អីហ្នឹង